មានមនុស្សមួយចំនួនតែងតែមានអារម្មណ៍ថាភ័យខ្លាចនឹងពិបាកនៅក្នុងការស្វែងរកកន្លែងធ្វើតែឈាមរកមេរោគអេដដែលសារតែពួកគាត់ភ័យខ្លាចអំពីលទ្ធផលនៃការរើសអើងពីសង្គមជំរាបសួរខ្ញុំគឺទីងតងបាទនិយាយអំពីជំងឺអេដឬមេរោគអេដមានបងប្អូនមួយចំនួនប្រហែលជាកំពុងតែព្រួយបារម្ភអំពីខ្លួនឯងថាតើអាចឆ្លងជំងឺអេដក៏ដូចជាមេរោគអេដអំពីប្រការណាមួយដែលចៃដន្យឬក៏ការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យមិនបានការពារឬក៏ការរួមភេទជាមួយនឹងអ្នកដែលមានផ្ទុកមេរោគអេដនឹងការប្រើប្រាស់សារ៉ាំងរួមគ្នាជាដើមដូច្នេះដើម្បីឲ្យដឹងច្បាស់អ្នកគួរតែទៅធ្វើតេស្តឈាមរកមេរោគអេដដើម្បីឲ្យដឹងអំពីស្ថានភាពសុខភាពខ្លួនឯងដើម្បីការពារឲ្យបានទាន់ពេលវេលាបើលទ្ធផលនោះវិជ្ជមានអ្នកនឹងទទួលបានការថែទាំគាំពារសុខភាពរបស់លោកអ្នកបានទាន់ពេលវេលាតែបើលទ្ធផលនោះអវិជ្ជមានវិញអ្នកក៏អាចមានពេលវេលាគ្រប់គ្រាន់នៅក្នុងការថែទាំសុខភាពនិងការពារខ្លួនឯងឲ្យបានជៀសឆ្ងាយអំពីមេរោគអេដនេះបានតែអ្នកមានដឹងឬអត់ថាមានមនុស្សជាច្រើនដែលកំពុងតែផ្ទុកមេរោគអេដនៅក្នុងខ្លួនប៉ុន្តែសុខភាពរបស់គាត់ល្អជាងនេះធម្មតាដោយសារតែពួកគាត់បានធ្វើតែឈាមរកមេរោគអេដហើយគាត់បានដឹងពីស្ថានភាពរបស់ខ្លួនឯងនិងទទួលបានការព្យាបាលទាន់ពេលវេលាយើងអាចធ្វើតែឈាមរកមេរោគអេដនៅថ្ងៃនេះដោយមានការប្រឹក្សាយោបល់ដោយសម្ងាត់និងឥតគិតថ្លៃពីមន្ទីរពេទ្យឯកជនក៏ដូចជាមន្ទីរពេទ្យរដ្ឋនានាផងដែរព័ត៌មានលម្អិតលោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទតើយើងគួរធ្វើតែឈាមរកមេរោគអេដប៉ុន្មានដងប្រសិនបើអ្នកទទួលបាននូវលទ្ធផលអវិជ្ជមានជាលើកដំបូងលោកអ្នកគួរតែរងចាំ3ខែទៀតដើម្បីធ្វើតែឈាមសាជាថ្មីម្ដងទៀតបន្ទាប់មកយើងអាចធ្វើតែឈាមរកមេរោគអេដជារៀងរាល់6ខែម្ដងប៉ុន្តែសម្រាប់អ្នកដែលយល់ថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងហានិភ័យនិងជាជនសកម្មខាងផ្នែកផ្លូវភេទឬក៏ធ្លាប់មានការធ្វើប្រហែសកុំភ្លេចធ្វើតែឈាមជារៀងរាល់3ខែម្ដងដើម្បីត្រួតពិនិត្យនៅសុខភាពរបស់ខ្លួនឯងតែអ្នកមានដឹងអត់ថាមេរោគអេដឆ្លងតាមរយៈអ្វីខ្លះបើអត់ដឹងចាំខ្ញុំប្រាប់មេរោគអេដភាគច្រើនឆ្លងតាមរយៈការរួមភេទឆ្លងពីម្ដាយទៅកូនឆ្លងពីការបញ្ចូលឈាមនិងឆ្លងពីការប្រើប្រាស់នៅមជុលនិងសារ៉ាំងរួមគ្នាឥឡូវនេះលោកអ្នកកាន់តែងាយស្រួលនៅក្នុងការទទួលសេវាធ្វើតែឈាមរកមេរោគអេដនៅតាមមន្ទីរពេទ្យ clinic ម៉ូឌូលសម្ចតនិងរថយន្តធ្វើតែឈាមចល័តរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដ AHF ការធ្វើតែឈាមអត់ឈឺទេឈាមតែមួយដំណក់ពិតជាងាយស្រួលរងចាំតែ15នាទីនឹងទទួលនៅលទ្ធផលអ្នកត្រូវចាំថានៅពេលដែលយើងបានដឹងនៅលទ្ធផលយើងនឹងដឹងនៅការរៀបចំនៅផែនការជីវិតរបស់យើងឲ្យកាន់តែប្រសើរទៀតនៅពេលខាងមុខការធ្វើតែឈាមរកមេរោគអេដជួយឲ្យយើងបានដឹងនៅលទ្ធផលនិងការស្ទាបស្ទង់នៅស្ថានភាពសុខភាពរបស់យើងនាពេលបច្ចុប្បន្ននិងរៀបចំផែនការជីវិតនៅពេលអនាគតមិនបាច់ព្រួយពីមេរោគអេដសម្រាប់អ្នកដែលមិនទាន់ផ្ទុកនៅមេរោគអេដអាចមានឱកាសនៅក្នុងការការពារខ្លួនពីការឆ្លងនៅមេរោគអេដហើយសម្រាប់អ្នកដែលមានមេរោគអេដហើយក៏កុំភ័យអាចទទួលនៅការព្យាបាលនិងការការពារខ្លួនកុំឲ្យចម្លងនៅមេរោគអេដរបស់ខ្លួនទៅកាន់មនុស្សជាទីស្រឡាញ់បាទខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាបានយល់ដឹងអំពីអត្ថប្រយោជន៍នៅក្នុងការធ្វើតែឈាមរកមេរោគអេដច្បាស់ហើយមែនទេបន្ទាប់ពីខ្ញុំបានជម្រាបហើយទីតងជម្រាបអ្នកទាំងអស់គ្នាតែអត់ទាន់ធ្វើតែឈាមផងហ្នឹងអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងទៅធ្វើតែឈាមរកមេរោគអេដទាំងអស់គ្នា